ការសម្រួលកងទ័ពមិនមែនមានន័យថាដកកងទ័ពចេញពីទឹកដីរបស់យើងនោះទេសូមបងប្អូនកុំមានការយល់ច្រឡំហើយការប្តឹងទៅកាន់តុលាការអន្តរជាតិ ICJ ក៏នៅតែប្តឹងដដែលណាបងប្អូនយើងនេះគឺជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោប្រធានព្រឹទ្ធសភានៃប្រជាជនកម្ពុជាដែលបានឆ្លើយជាមួយនឹងសំណួររបស់បងប្អូនយើងដែលបានសួរថាតើការសម្រួលកងទ័ពស្មើនឹងការដកកងទ័ពចេញពីទឹកដីរបស់យើងឬក៏យ៉ាងណាសម្ដេចតេជោបានឆ្លើយតបវិញថាការសម្រួលកងទ័ពមិនមែនមានន័យថាការដកកងទ័ពចេញពីទឹកដីរបស់យើងនោះទេគឺយើងនៅតែឈរជើងលើទឹកដីរបស់យើងដដែលប៉ុន្តែយើងរកកន្លែងណាមួយសមស្របដើម្បីធ្វើការសម្រួលកងទ័ពកុំឲ្យប្រឈមមុខដាក់គ្នាបង្កើតនៅភាពតានតឹងបង្កើតនៅសង្គ្រាមធំធ្វើឲ្យប្រជាជននៃប្រទេសទាំងពីររស់អត់បានសុខទេអញ្ចឹងបងប្អូនកុំមានការយល់ច្រឡំថាការសម្រួលកងទ័ពស្មើនឹងការដកកងទ័ពចេញពីតំបន់ដែលកំពុងតែមានចំនួនដូចជាប្រាសាទតំបន់ធំប្រាសាទតំបន់តូចតាក្លបីនិងមុំបីថាអត់ដកកងទ័ពចេញពីទឹកដីរបស់យើងទេគឺយើងនៅតែរក្សាកងទ័ពនៅលើទឹកដីរបស់យើងដដែលប៉ុន្តែយើងសម្រួលកម្លាំងកុំឲ្យប្រឈមមុខដាក់គ្នាកុំឲ្យបង្កើននៅភាពតានតឹងពីព្រោះថ្នាក់ដឹកនាំអត់ចង់ឲ្យមានសង្គ្រាមទេគឺយកច្បាប់អន្តរជាតិមកកាត់សេចក្តីមានតែច្បាប់អន្តរជាតិទេទើបអាចបញ្ចប់ចំនួនដោយសន្តិវិធីបានអញ្ចឹងកម្ពុជានៅតែប្តឹងទៅតុលាការដដែលទេអញ្ចឹងបងប្អូនកុំបារម្ភទុកចិត្តលើថ្នាក់ដឹកនាំដោះស្រាយដោយសន្តិវិធីហើយយើងក៏ឈ្នះដោយសន្តិវិធីដែរណាបងប្អូនយើងអញ្ចឹងយើងទុកចិត្តទៅលើរាជរដ្ឋាភិបាលយើងទាំងអស់គ្នាណាបងប្អូនកម្ពុជាឧបត្ថម្ភដោយ Lady Lara SD គិតពីសម្រស់និងសុខភាពជាចម្បង